សួស្តីអ្នកទាំងអស់គ្នាក្នុងបណ្ដាញសង្គម Facebook ជាពិសេសបងប្អូននិស្សិតក្រីក្រទាំងអស់គ្នាក្នុងខេត្តទីមានជ័យហើយបានខ្ញុំតែនិយាយតទៅនឹងពាក្យថានិស្សិតក្រីក្រដោយសារតែខ្ញុំក៏ជានិស្សិតក្រីក្រដែរហើយខ្ញុំដឹងថាបងប្អូនកំពុងតែជួបការលំបាកការនិយាយនៅថ្ងៃនេះគឺជាមនោសញ្ចេតនានៃការរាប់អានមួយការនិយាយនៅពេលនេះគឺជាបំណងល្អមួយដែលចង់ឲ្យបងប្អូនអរគ្នាសប្បាយចិត្តហើយក៏មានពលឺខ្លាំងឡើងដើម្បីតស៊ូក្នុងជីវិតរបស់ពួកយើងហើយអ្វីដែលបងចង់និយាយនៅពេលនេះគឺថាភាពក្រីក្រគឺជាកម្លាំងជំរុញមួយដ៏ល្អបាទជាការពិតណាស់ភាពក្រីក្រគឺជាកម្លាំងជំរុញមួយដ៏ល្អសម្រាប់យើងគិតនៅក្នុងផ្លូវល្អផ្លូវវិជ្ជមានគឺថា positive thinking ក៏ប៉ុន្តែបើសិនជាយើងគិតថាភាពក្រីក្រគឺជាឧបសគ្គភាពក្រីក្រគឺជារឿងរ៉ាវមួយដែលយើងកើតមកគឺជាវាសនាព្រំលិខិតចាមកកាលពីជាតិមុនធ្វើបុណ្យកុសលមកតិចដាក់បុណ្យដាក់បាតចែកម្លែកទៅដល់សង្គមតិចអានោះគឺជារឿងមួយផ្សេងទៀតក៏ប៉ុន្តែបើសិនជាយើងប្តេជ្ញាផ្ដួលទៅលើរឿងអស់ហ្នឹងมันអាចធ្វើឲ្យយើងមានឱកាសក្នុងការរីកចម្រើនបានទេបើសិនជាយើងចិត្តតែគិតថាគឺជាវាសនាគឺជាព្រំលិខិតគឺជាផលបុណ្យកម្មពីបុព្វេដែលតម្រូវឲ្យយើងកើតមកក្នុងជីវភាពមួយនឹងខ្លាចទៅជាកូនអ្នកក្រហើយយើងមិនខំប្រឹងតស៊ូទេយើងនៅតែជាយើងដដែលគឺយើងនៅតែប៉ុណ្្នឹងដដែលគឺយើងមិនមានឱកាសក្នុងការរីកចម្រើនខ្លាចទៅជាអ្នកមានអ្នកបានអ្នកធូរធារបានទេហើយក្នុងគណៈពេលនេះអ្វីដែលបងនិយាយមិនមែនបងគឺជាអ្នកមានទេបងមិនមែនជាអ្នកមានទេគ្រាន់តែបងកំពុងតែឆ្លងផុតពីភាពទីទាល់ខ្វះខាតខ្លាំងគឺកំពុងតែឆ្លងផុតបាទដូចអ៊ីនធឺណិតដូចជារៀង slow បន្តិចមិនដឹងថាអ្នកទាំងអស់គ្នានឹងបានមើលផ្ទាល់ឡើយទេប៉ុន្តែបងព្យាយាមនិយាយម្ដងទៀតថាយើងផ្លាស់ប្ដូរការគិតនៅពេលយើងផ្លាស់ប្ដូរការគិតថាភាពក្រីក្រហ្នឹងគឺជាកម្លាំងជំរុញមួយដ៏ល្អដើម្បីយើងតស៊ូខិតខំទៅមុខភាពក្រីក្រគឺជាហេតុផលមួយបញ្ជាក់ថាគឺយើងមានសមត្ថភាពក្នុងការជំនះការលំបាក 100% ហើយយើងមានឱកាសក្នុងការចាប់ផ្ដើមកសាងសមិទ្ធផលកសាងលទ្ធផលកសាងភាពមានបានចំពោះខ្លួនឯងយ៉ាង 100% ដោយមិនចាំបាច់មានអ្នកណាជួយក្រុមគ្រួសារក្នុងការបោះដើមទុនជួយដល់យើងគឺជារឿងល្អបំផុតក្នុងជីវិតរបស់យើងអ៊ីនធឺណិត slow ប៉ុន្តែបងនៅព្យាយាមនិយាយបន្តទៀតប្រហែលជាមិនក្បោះក្បាយទេហើយបងក៏មុនប្រកាយក្នុងការនិយាយតាមវីដេអូ live ផ្ទាល់នឹងដែរ live ផ្ទាល់នេះដែរក៏ប៉ុន្តែវាគឺជាការពិតនៃបងវាគឺជាការពិតនៃខ្ញុំបាទហើយបន្តទៀតយើងនិយាយអំពីភាពក្រីក្រគឺជាកម្លាំងជំរុញចិត្តនឹងដែរប្រសិនបើយើងចង់ខ្លាយទៅជាអ្វីសូមយើងគិតថាយើងនឹងខ្លាយទៅជាបុគ្គលនោះដាក់គោលដៅខ្លួនឯងថាខ្លួនឯងចង់ខ្លាយទៅជាអ្វីចង់ខ្លាយទៅជាអ្នករស់ស៊ីឬក៏ចង់ខ្លាយទៅជាអ្វីដាក់គោលដៅជីវិតយើងគឺអាចមិនអាចទេតែបើសិនយើងគិតថាយើងមិនអាចគឺនៅតែមិនអាចដដែលព្រោះខ្លួនបងផ្ទាល់ធ្លាប់មាននិយាយធ្លាប់មានពាក្យច្រើនដែលគេចាស់មកលើយើងក៏ប៉ុន្តែពាក្យទាំងអស់ហ្នឹងវាបានរសាយបាត់ទៅហើយវាលែងមានចំពោះយើងហើយវាគ្មានកម្លាំងឥទ្ធិពលនៅលើយើងទៀតទេដូច្នេះមានការតស៊ូការជំនះទៅមុខរហូតទៅដល់គោលដៅរបស់យើងរហូតដល់យើងមានលទ្ធផលទាំងអស់ហ្នឹងឯងគឺជាហេតុផលបញ្ជាក់ការពិតថាយើងគឺជាអ្នកណាតើអ្វីដែលយើងធ្វើត្រឹមត្រូវដែរឬអត់អ្វីដែលយើងធ្វើគឺត្រឹមត្រូវដែរឬអត់នៅពេលដែលយើងទទួលបានលទ្ធផលនៅអ្វីដែលយើងទទួលបានហើយនេះនឹងឯងគឺជាហេតុផលបើសិនជាលទ្ធផលដែលយើងទទួលបានគឺដូចអ្វីដែលយើងនិយាយអ្វីដែលយើងគិតយើងត្រូវក៏ប៉ុន្តែនៅពេលដែលយើងធ្វើមិនបានដូចជាអ្វីដែលយើងគិតអ្វីដែលយើងនិយាយនោះមានន័យថាយើងចាញ់ឬក៏យើងខុសរាល់ហេតុផលទាំងឡាយដែលយើងបានបញ្ជាក់ទៅអ្នកជុំវិញខ្លួនរបស់យើងនឹងវាហាក់ដូចជាលេសអញ្ចឹងក៏ប៉ុន្តែយ៉ាងណាក៏ដោយទោះបីយើងធ្វើមិនបាន 100% ក៏បានពាក់កណ្ដាលក៏ដោយគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងវាគឺជាអ្វីដែលយើងគិតអ្វីយើងធ្វើហើយវាគឺជាមេរៀនវាគឺជាឱកាសដែលយើងនឹងចាប់ផ្ដើមម្ដងទៀតឲ្យរត់តែល្អប្រសើរជាង
ដំណាក់កាលដំបូងហើយដូចលោក Bill Gates គាត់បាននិយាយថាការមកក្រមិនមែនជាកំហុសទេស្លាប់ទៅវិញបានជាស្លាប់ទៅវិញក្របានគឺជាកំហុសសម្រាប់ខ្ញុំគឺខ្ញុំជឿយើងកើតមកយើងមិនមានសិទ្ធិក្នុងការជ្រើសរើសឪពុកម្ដាយគឺជាអ្នកមានទេយើងមិនមានសិទ្ធិក្នុងការជ្រើសរើសឪពុកយើងគឺជាមហាសេដ្ឋីម្ដាយយើងគឺជាកូនមហាសេដ្ឋីគាត់គឺជាមហាសេដ្ឋីទេគឺយើងមិនមានឱកាសទេក៏ប៉ុន្តែយើងមានឱកាសคลายខ្លួនទៅជាឪពុកគឺជាឪពុកម្នាក់ដែលមានបានគឺជាម្ដាយម្នាក់ដែលមានបានគឺជារឿងដែលល្អបំផុតក្នុងជីវិតរបស់យើងហើយភាពក្រីក្រសម្រាប់ខ្ញុំគឺខ្ញុំអរគុណណាស់នៅពេលនេះខ្ញុំអរគុណដែលខ្ញុំកើតមកជួបភាពក្រីក្រដែលធ្វើឲ្យខ្ញុំមានឱកាសតស៊ូដោយខ្លួនឯង 100% ខ្ញុំមិនសោកស្ដាយទេដែលខ្ញុំមានឪពុកម្ដាយមានឪពុកម្ដាយគឺជាអ្នកក្រីក្រពួកខ្ញុំអាចធ្វើបានខ្ញុំកំពុងតែបោះជំហានទៅរកក្តីសុបិនខ្ញុំជឿជាក់ថាខ្ញុំអាចធ្វើបានទៅតាមក្តីសុបិនរបស់ខ្ញុំហើយវីដេអូនេះមិនធ្វើវែងពេកទេនាំឲ្យអ្នកស្រាប់មានការធុញទ្រាន់បានរសូមអរគុណលោកបងអុកញ៉ាឡៃលុនសម្រាប់ការ comment ខាសរសើរ I am a warrior អរគុណច្រើនហើយបន្ទាប់ពីខ្ញុំបានចូលរួមវគ្គសិក្ខាសាលាវគ្គបោះជំរំអ្នកចម្បាំងអង្គរជាមួយនឹងលោកអុកញ៉ាឡៃលុនមកធ្វើឲ្យខ្ញុំហ៊ានក្នុងការធ្វើវីដេអូ live នេះឡើងទោះបីថាពេលខ្ញុំធ្វើទៅសម្ដែងនៃការនិយាយរបស់យើងនឹងវាមិនភាពរលូនហើយមិនមានជំនាញការនិយាយក៏ដោយក៏មិនដែលខ្ញុំមានជំនឿចិត្តក្នុងការនិយាយហើយតោះតែខ្ញុំនិយាយទៅខ្ញុំដឹងថាខ្ញុំមានចំណុចខ្វះខាតត្រង់ណាប៉ុន្តែខ្ញុំនឹងព្យាយាមបង្កើនសមត្ថភាពអភិវឌ្ឍសមត្ថភាពរបស់ខ្ញុំក្នុងការនិយាយបន្ថែមទៀតជាមួយនឹងបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូននិស្សិតភ័យសមាគមនិស្សិតសូមអធិស្ឋានសហគ្រិនកម្រិតថ្មីរបស់យើងនឹងបដោតទៅលើការចាប់ផ្ដើមជាមួយនឹងនិស្សិតក្នុងខេត្តទីមានជ័យយើងហើយយើងនឹងព្យាយាមអញ្ជើញវាគ្មិនដ៏ល្អបុគ្គលដែលមានសមត្ថភាពពិតប្រាកដនៅក្នុងជំនាញរបស់គាត់មកចែកម្លែកការងារមកចែកម្លែកចំណេះដឹងមកចែកម្លែកជំនាញហើយនិងសមត្ថភាពរបស់គាត់ដល់ពួកយើងនៅក្នុងខេត្តទីមានជ័យវាគឺជាឱកាសនៃការអភិវឌ្ឍសមត្ថភាពរបស់យើងអញ្ចឹងវិលត្រឡប់មកវិញថាយើងមិនអាចជ្រើសឪពុកម្ដាយគឺជាអ្នកមានបានទេក៏ប៉ុន្តែយើងអាចធ្វើខ្លួនគឺជាឪពុកម្ដាយអ្នកមានបានតាមរយៈអភិវឌ្ឍសមត្ថភាពរបស់យើងម្ដងបន្តិចយើងនឹងខ្លាំងពូកែជាងមុនហើយយើងរត់ទៅជំនាញជាងមុនហើយរត់ទៅជឿជាក់លើខ្លួនឯងជាងមុនពេលនោះគឺយើងអាចធ្វើបានហើយឈប់គិតថាខ្លួនឯងក្រធ្វើអីមិនបានទេទៅឈប់គិតទៅលះបង់កំណត់នឹងត្រូវគិតថាដោយសារយើងក្រមិនយើងខំប្រឹងដោយសារតែយើងក្រមិនយើងត្រូវខិតខំប្រឹងរៀនសូត្រខិតខំប្រើកម្លាំងកាយកម្លាំងចិត្តឲ្យលើសពីអ្នកដទៃតាមដែលអាចធ្វើទៅបានសូមអរគុណហើយបើសិនជាបងប្អូនបានឃើញវីដេអូនេះសូមជួយ like និង share បានច្រើនសូមអរគុណបងកុំវិចិត្រាផងដែរគាត់គឺជាបុគ្គលអ្នកដែលស្រឡាញ់ការងារសង្គមហើយមានចិត្តទូលាយក្នុងការចែកម្លែកហើយខ្ញុំក៏បានជជែកជាមួយគាត់ដែរថានឹងមានវគ្គសិក្ខាសាលាដ៏ល្អមួយដែលចែកម្លែកអំពីបទពិសោធន៍ពិតចំណេះដឹងពិតរបស់គាត់ជូនទៅដល់បងប្អូនទាំងអស់គ្នានៅក្នុងខេត្តទីមានជ័យបាទសូមអរគុណសូមជម្រាបលា